បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកថ្មីមួយទៀតហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការសម្អាតទូរស័ព្ទដៃរបស់យើងបាទដោយខ្លួនឯងបាទអញ្ចឹងបងប្អូនអ្នកដែលប្រើប្រាស់ទូរស័ព្ទដៃជាយូរខែយូរឆ្នាំមកហើយអញ្ចឹងយើងពិបាកក្នុងការប្រើបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមប្រាប់វិធីក្នុងការឈូសសម្អាតទូរស័ព្ទដៃរបស់យើងដោយខ្លួនឯងបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកទៅលើ model ទូរស័ព្ទដៃ iPhone 12 Pro Max ដើម្បីយកមកធ្វើការបង្ហាញពីការឈូសសម្អាតដោយខ្លួនឯងងាយៗបាទអូខេអញ្ចឹងកុំមកខាតពេលវេលាយូរយើងចូលដល់ការទៅធ្វើទាំងអស់គ្នាបាទជំហានដំបូងយើងធ្វើការចូលទៅក្នុងកម្មវិធី setting ជាមុនសិនបាទបន្ទាប់ពីយើងចូលក្នុងកម្មវិធី setting ហើយចំណុចដំបូងដែលយើងត្រូវមើលគឺយើងមើលកន្លែង Apple ID របស់យើងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបើមាន Apple ID នៅកន្លែងនេះចុះយើងអាចធ្វើការ log out ចេញកន្លែងនេះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺយើងអាចធ្វើការ log out ចេញបើបងប្អូនអត់ log out ចេញទេពេលដែលយើងធ្វើការឈូសឬក៏ការសម្អាតទូរស័ព្ទដៃរបស់យើងវានឹងចាប់ iCloud បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនត្រូវចាំនៅត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតបាទអញ្ចឹងបងប្អូនអាចធ្វើការ log out វាជាមុនសិនចាំយើងធ្វើការទៅ reset វាបាទអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការ reset វារួចរាល់ហើយយើងបន្តទៅទៀតយើងធ្វើការ over ឡើងលើសិនមកបងប្អូនទាំងគ្នាហើយយើងយកកន្លែងពាក្យ general បាទហើយយើងធ្វើការ over ឡើងលើឡើងលើមកហើយយើងយកកន្លែង transfer នេះមកបងប្អូនទាំងគ្នាអូខេចុចចឹងមកបាទបន្តទៀតយើងចុចកន្លែងនេះវាមាន2ជម្រើសបងប្អូនទាំងគ្នាអញ្ចឹងយើងយកខាងក្រោមគេមកយក erase all content and setting នេះមកបាទយើងចុចចំវាចឹងមកអូខេអញ្ចឹងយើងដើម្បីយើងធ្វើការលុបវាយើងយកពាក្យ continue បាទយក continue ហើយយើងចុចពាក្យ erase phone បាទអញ្ចឹងកន្លែងនេះយើងធ្វើការរងចាំបាទវារងចាំមួយសន្ទុះធំដែរបងប្អូនទាំងគ្នាបាទអូខេអញ្ចឹងដល់តម្រងបែបនេះហើយយើងធ្វើការអូវាឡើងលើមកបាទដើម្បីយើងធ្វើការចុច connect វាទៅមុខទៀតបាទហើយត្រង់ចំណុចនេះយើងអាចដាក់ភាសាអីក៏បានដែរបងប្អូនឲ្យតែបងប្អូនចេះមើលបាទអូខេអញ្ចឹងខ្ញុំសូមដាក់ភាសាអង់គ្លេសបាទបន្តទៀតយើងជ្រើសរើស Cambodia មកយើងរកពាក្យ Cambodia នេះហើយចុចពាក្យ continue ហើយចុចពាក្យ set នេះមកហើយកន្លែងនេះយើងដាក់ Wi-Fi ពួកស៊ីពោះយើងមិនអាច connect ដោយបំបាច់ដាក់ Wi-Fi បានទេអញ្ចឹងយើងដាក់ Wi-Fi របស់យើងមកដើម្បីយើង connect វាទៅមុខប៉ុន្តែសម្រាប់បងប្អូនដែលអត់មាន Wi-Fi ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់សិនចាំបងប្អូនអាច hotspot បាទ hotspot ពីទូរស័ព្ទដៃពួក Android អីផ្សេងៗអាច hotspot មកលើទូរស័ព្ទដៃនេះដើម្បីយើងធ្វើការ connect វាទៅមុខបានអូខេអញ្ចឹងយើងអាច hotspot បានបើយើងអត់មាន Wi-Fi បាទអូខេឥឡូវខ្ញុំមាន Wi-Fi ខ្ញុំដាក់ Wi-Fi សិនដើម្បីយើងបន្តទៅមុខទៀតបាទបន្ទាប់យើងធ្វើការដាក់ Wi-Fi រួចរាល់ហើយយើងចុចពាក្យ join នៅលើនេះបាទអញ្ចឹង Wi-Fi យើងបាន connect ហើយអញ្ចឹងយើងធ្វើការរងចាំវា4-10 second កន្លែងនេះបងប្អូនបាទយើងធ្វើការរងចាំមកបាទហើយយើងចុចពាក្យ continue អញ្ចឹងបងប្អូនកន្លែងនេះបងប្អូនមើលមួយបងប្អូនមើលសម្រាប់បងប្អូនដែលថ្មីអញ្ចឹងបងប្អូនមើលត្រូវមើលយកចិត្តទុកដាក់បើមិនអញ្ចឹងទេបងប្អូនមិនអាច connect បានទៅមុខទេបងប្អូនទាំងគ្នាអញ្ចឹងយើងអាចធ្វើការមើលមួយមកហើយខ្ញុំក៏ធ្វើវីដេអូមួយដែរបាទអូខេចុចអាណាក៏បានដែរតម្រងកន្លែងនេះវាដាក់12ឆ្នាំ13ដល់17ឆ្នាំ18ឆ្នាំអញ្ចឹងយើងអាយុយើងច្រើនយើងអាចយកក្រោមនេះមកអូខេចុចពាក្យ continue ហើយកន្លែងនេះសុំថយសិនខ្ញុំសុំចុច set ខាងក្រោមអូខេយើងចុច set ខាងក្រោមនេះមកហើយយើងយកពាក្យ password option អូខេហើយចុចពាក្យ done use password អូខេចុច done ទៀតមកហើយកន្លែងនេះយើងចុចពាក្យ done ខាងក្រោមអូខេហើយយើងចុចពាក្យ forgot password អូខេហើយកន្លែងនេះយើងយកខាងក្រោមគេទាំងអស់ទី3បងប្អូនយើងយកពាក្យ set up letter អូខេចុច done នេះមកដល់ទៅចុច agree លើហើយ continue ទៀតមកកន្លែងនេះ continue ហើយចុចពាក្យ set up letter continue អូខេចុចតាមខ្ញុំទាំងអស់មកបងប្អូនហើយកន្លែងនេះមានជម្រើស3បាទបើបងប្អូនចង់យកអូតូយើងយកខាងស្ដាំនេះបាទអាស្ដាំនេះមានន័យថាពេលយប់វានឹងផ្ទាំងកម្មវិធីរបស់យើងវានឹងឡើងជាពណ៌ខ្មៅបាទបើយើងយកអាទី2នេះដាក់នេះពណ៌ខ្មៅអញ្ចឹងពណ៌ខ្មៅសប្តាហ៍ថ្ងៃក៏ពណ៌ខ្មៅយកពណ៌ខ្មៅបាទអញ្ចឹងសម្រាប់ line នេះគឺវាពណ៌សរហូតបងប្អូនទាំងគ្នាអញ្ចឹងវាមាន3ជម្រើសបាទ line នេះគឺសទាំងយប់ទាំងថ្ងៃបាទអាទី2ខ្មៅសុទ្ធអាទី3វាអូតូមានន័យថាយប់វាឡើងពណ៌ខ្មៅដើម្បីកាត់បន្ថយភ្នែកកុំឲ្យយើងចាំងបងប្អូនទាំងគ្នាអូខេអញ្ចឹងយកអាណាក៏បានប៉ុន្តែចំពោះខ្ញុំយកអូតូហើយដោយសារយប់ខ្ញុំឲ្យវាចេញផ្ទាំងពណ៌ខ្មៅអញ្ចឹងយើងអត់សូវចាំងភ្នែកអូខេចុច continue
bạn chẳng vẫn đang bằng bọn tắc này đo cầm thì bao dương với nhảy ok bên đây bị bạn thêm một bọn tắc này bạn ok chẳng video thay thì mình từ bằng từ bằng bọn tắc này trong chăm chụp trong bực trong bạn đầu video to tiết bạn con